មុននេះឯងប្រាប់យើងថាម៉េចឯងនឹងជាអ៊ីមានតំណែងស្អីនឹងគ្នាទៅជាគូបដិបាយគឺជាបងប្អូនហើយស្គមរកខុសហើយមិនអញ្ចឹងមិនត្រូវធ្ងន់អញ្ចឹងទេអញ្ចឹងឯងមិនដឹងទេទោះបីជាគេអ៊ីជាបងប្អូនប្រុសក៏ដោយតែតាមពិតត្រូវស៊ីសាច់ខុសឈាមនឹងគ្នាវើយនេះជាជនរងគ្រោះទី55ហើយមានតែស្រីមានតែប្រុសគេចេះអត់ឲ្យមនុស្សស្រីដែរក្នុងខ្សែភ្នែកហើយយាណាមិនបាញ់ចែកប្រុសស្រីទេទាំងហ្វីលីពីនវៀតណាមម៉ាយ៉ាវ៉ាមិនដឹងថាគេបញ្ជូនមនុស្សទៅអស់ប្រមាណអ្នកទៅហើយទេណាហើយពិតជាមិនយល់ទេចម្លែកមែនទេណាខ្ញុំច្រឡំផ្លូវទៅបានចាំចន្ទទី3នេះមិនស្មានទៅជប់លោកនេះទេស្គាល់ខ្ញុំហ៎យើងធ្លាប់ជួបគ្នាប្រហែលដងដែរលោកនៅចាំខ្ញុំមករីអនខ្ញុំស្គាល់នាងទៅនឹងស្គាល់អញ្ចឹងពួកយើងមកស្គាល់គ្នាសាជាថ្មីទៅខ្ញុំសុកអ៊ូអ៊ីនសួស្តីបងចេញអ៊ីនមិននឹងហៅគេថាជាអ៊ីកើពិតមែនដែរទេហ៎ចប់ហើយស្រីស្អាតម៉ែស្អាតនេះសំណាងឲ្យឯងរកខ្លួនឬក៏អត់ណោះប្រហែលជារកខ្លួនទេមើលទៅពួកឯងថាតើមើលអ្នកដែលចំណាំយើងខំសិតតែរលេបាត់អស់ហើយតាមមែនដែរទេហើយក្នុងលោកនេះក៏គ្មានឬជួយឡំចឹងដែរសុំទៅផងខ្ញុំគ្មានចេតនាចំណាំមនុស្សខុសទេមាននោះក៏គ្មានចេតនាដែរចង់កប់ហើយណាខ្ញុំឲ្យនាងលើចុះជាហើយយៈពិតជាមិនចេះអាណិតអសូរស្រីមែនណោះបើជាហើយយៈនេះណាពិតជាបេះដូងដាច់ថែបមែនទេបងហើយយៈលើកក្រោយខ្ញុំដាច់ខាត់ឲ្យហ៊ានចំណាំមនុស្សខុសទៀតហើយមានលើកទី2ដាក់យើងទេហើយយៈម៉ៅសុំបងតើអាការខ្ញុំម្ដងទៀតទៅខ្ញុំធ្លាប់ប្រាប់នាងថាគួរតែជប់ខំទៅវាគ្មានប្រយោជន៍ទេមែនហើយខ្ញុំស្គាល់វាឡើង20ឆ្នាំចាស់ហើយមិនដែលឃើញវាលើកលែងឲ្យអ្នកណាម្នាក់ងាយៗទេលេងនាងទៅស្អីគេហើយយើងឯងព្រមដោះលែងនាងអីហើយបើសាច់មួយតកនេះចេះមានមនោសញ្ចេតនាដែរអីមិនក៏អញ្ចឹងណោះអរគុណហើយបងហើយស្រីចម្លែកតកូលសុងនេះអាចចូលភូមិគ្រឹះនេះបានផងថ្ងៃនេះគឺជាកូនស្រីដែលជាងរើសយកមកចិញ្ចឹមនឹងហើយ20ឆ្នាំហើយមិនសល់មិនលេចមុខទេតែជាមនុស្សដែលម្នាក់ដែលមានលៀបណាស្ដាយណាស់ចំពោះឯងយ៉ាងមិនត្រូវចិត្តទេយើងគ្មានចំណាប់អារម្មណ៍ស្រីបាននឹងទេខ្ញុំឈ្មោះសុងស៊ូអ៊ីនជាកូនស្រីចិញ្ចឹមរបស់គ្រួសារជាងកាលពី10ឆ្នាំមុនគ្រួសារចាស់រើខ្ញុំយកមកចិញ្ចឹមបណ្ដុះបណ្ដាលជាពិសេសជួយគ្រូដែលល្អបំផុតទូទាំងក្រុមមកបង្រៀនទាំងវិជ្ជាភ្លេងអុកអក្សរនិងទំនួលស៊ូអ៊ីនមានទេពកោសល្យណាស់100ឆ្នាំប្រទះមួយមិនស្មានថាបានឃើញសោះសិស្សរបស់ខ្ញុំគឺពូកែមែនខ្ញុំខំគិតថាទទួលបានការស្ដាប់ប្រណីពីពួកគាត់ពិតតែមិននឹកស្មានសោះពួកគេចិញ្ចឹមបណ្ដុះបណ្ដាលខ្ញុំគឺគ្រាន់តែទុកខ្ញុំជាឧបករណ៍តាំងពួកអ្នកមានអំណាចប៉ុណ្ណឹងប៉ាចាំខ្លាញ់នឹងចាប់យករបស់នោះពាក់នេះទៅចាំមកលេខខ្ញុំទៅស្អីគេនឹងលេខខ្ញុំទៅពួកយើងទំនុកចិញ្ចឹមឯងដើម្បីកាយផ្លូវគ្រួសារជាងយើងហើយមិនស្រាប់តាមបញ្ជាយើងមានតែធ្វើចិត្តស័ព្ទបែបនេះដែរឯងចឹងទេប៉ាអ្នកទាំងអស់គ្នាមិនអាចធ្វើបែបនេះបានទេប៉ាកុំចំណាយកម្លាំងអត់ប្រយោជន៍អីឲ្យតែខ្សែនេះនៅពេលនឹងដៃឯងចង់ធ្វើអីក៏មិនបានដែរមួយជីវិតឯងនេះទទួលយកវាសនាអញ្ចឹងទៅអ្នកណាឲ្យឯងមកដំឡើងរឹកបែបនេះឯងគ្រាន់តែជាសេចក្ដីប៉ុណ្ណោះហើយមនុស្សម្នាក់ដែលការសហយោងក្នុងបំផុនក្នុងក្រសែភ្នែកមនុស្សក្នុងលោកនេះគឺជាហើយជាអ្នកប្រុសទី2នៃត្រកូលជីងដែលជាមនុស្សម្នាក់គុណអាចជួយដឹកខ្សែដៃនេះឲ្យខ្ញុំបានហើយខ្ញុំក៏ខ្លាចធ្វើជាចំណាំគេខុសដើម្បីទៅចាប់ផ្ដើមតាក់ទងគេប៉ុណ្ណឹងមកធ្វើអីនៅទីនេះគៀបសោះនេះស្អាតណាស់បើចង់ចឹងគួយស្រាយអ្នកនេះមិនអីទេខ្ញុំមិនអីទេបងជាអ៊ីនាងមើលខ្ញុំដាច់ពីអាយុដែរលើគេនិយាយថាបងប្រុសជាអ៊ីពេលបន្តាក់ដងនេះចរិតរំទុំរឿងអីដែលមិនដឹងខ្ញុំឈ្មោះសុងស៊ូអ៊ីនជាកូនស្រីចិញ្ចឹមគ្រួសារជាងបងប្រុសជាអ៊ីមានឃើញគ្រួសារខ្ញុំឬអត់គ្រួសារជាងអូ
ពួកគេនៅជាន់ទី1ឯណោះ អរគុណបងប្រុសជាអ៊ីហើយ ទៅសិបឲ្យខ្ញុំបន្តិចពីសុងស៊ូអ៊ីនកូនចិញ្ចឹមរបស់គ្រួសារជាងខ្ញុំចង់លេងនឹងបន្តិចសូមអញ្ជើញមកស្វាគមន៍មកជុលមួយថ្ងៃនេះធ្វើឲ្យនាងឡើងទៅចុះទី3ឲ្យគេប្រលាក់ស្បែកនាងចេញម្ដង សូមអញ្ជើញលើកឡើងសុងស៊ូអ៊ីននាងមិនក៏មិនកាត់អីអញ្ចឹងយ៉ាងម៉េចឃើញខ្ញុំមិនកាត់អីអញ្ចឹងនាងខកចិនមិនបានជាវាអាចរួចខ្លួនចាំពីកណ្ដាប់ដោយវិស័យហើយជាបានទៅខ្ញុំមិនយល់នាងនិយាយពីអីទេអ្នកណានៅចន្ទទី3នេះមិនដឹងមែនទេក្រែងនាងចង់ឲ្យខ្ញុំទៅស្លាប់ណាស់មិនចឹងសុំទើដែលធ្វើឲ្យនាងខកបំណងនាងស្រីគេចិញ្ចឹមនាងមានសិទ្ធិអីមកនិយាយបែបនេះជាមួយយើងទាំងប៉ាម៉ាក់យើងក៏ដឹងពីរឿងរៀបការរបស់នាងខ្វល់ពីខ្ញុំក្រែងចង់ឲ្យខ្ញុំរៀបការជាមួយនឹងគ្រួសារចៅជំនួយនាងនោះអីគ្រួសារជាងនាងខ្លាចតែមិនបានដាក់គុតច្របាក់មួយជីវិតទេដឹងបងស្រីបងដូចជាដឹងពេកហើយបងមើលតែមើលសប្តាហ៍នេះបងមានសម្បត្តិអីអាចរៀបការចូលគ្រួសារចៅទៅរៀបការចូលគ្រួសារចៅនៅទីក្រុងនេះអ្នកណាដែលមិនដឹងទៅថាអ្នកប្រុសចៅមានចិត្តរៀមនឹងស្រីដែលគេយកមកលេងសាច់នោះក៏ឡើងដូចជាភ្នំអញ្ចឹងបើសិនជារៀបការមែននោះខ្ញុំក៏មិនរៀបការជំនួយនាងដែរតែគ្រួសារជាងបាត់ចិញ្ចឹមនាងច្រើនឆ្នាំមកហើយនាងមិនគិតចង់សងគុណពួកយើងខ្លះទេមែនទេកុំលើកយកពេលគុណធម៌កតញ្ញូអីបែបនេះមកសង្កត់យើងសងស៊ូអ៊ីនមិនខ្វល់ថាយ៉ាងម៉េចតែវាសនាជីវិតឯងគឺបែបនេះទទួលស្គាល់ទៅចុះបែយើងមិនទទួលវិញនឹងមិនទទួលស្គាល់សងស៊ូអ៊ីនឯងគិតថារាល់ថ្ងៃនេះឯងគឺជាស្អីទៅឯងគិតថាខ្លួនឯងអានក្នុងស្អីតែមនុស្សឈួនគឺបានត្រឹមតែសម័យចាំមើលទៅយើងទៅប្រាប់ម៉ាំងឲ្យស្អែកនេះឯងការចាញ់តែម្ដងអញ្ចឹងឯងក៏ប្រញាប់ទៅប្រាប់ទៅណែមានរឿងស្អីហ្នឹងមិនណាស់មកទៅជាអញ្ចឹងហ៎ត្រយបងស្រីមិនក៏សុកសុកឯងរត់បងអញ្ចឹងឯងធ្វើស្អីហ្នឹងយើងមានតែចាប់ផ្ដើមប៉ុណ្ណឹងយើងមិនដឹងអីទេនេះថ្លៃហ្នឹងមានរឿងអីហ្នឹងម៉ែគឺស្រីចង្រៃសុងស៊ូអ៊ីននេះវាដូចខ្លួនឯងសោះបើជាម្ចាស់ថាគាត់ជាអ្នករញទៅវិញសុងស៊ូអ៊ីនយើងប្រមានឯងឈប់បត់ទៀតទៅថ្ងៃនេះលោកជាបាជាអ៊ីក៏មកដែរឯងក៏មករញ៉ៃទីនេះធ្វើឲ្យគ្រួសារជាបាមុងគឺមានតែជាអ៊ីប៉ុណ្ណឹងតើអាចជួយដាក់ខ្សែដៃនៅលើកដៃរបស់ខ្ញុំបានជីហើយយីដែលគ្រប់គ្នាគិតថាជាក្មេងៗអ្វីតតែសោះតែគេទេតើជាអ្នកមានសិទ្ធិអំណាចខ្លាំងជាងគេនឹងបាននិយាយថាខ្ញុំធ្វើបាបអូនស្រីក៏តាមនឹងចោះព្រោះតាំងពីក្មេងដល់ធំបងស្រីធ្វើអ្វីខុសតែតែធ្លាក់ជាកំហុសរបស់ខ្ញុំរហូតខ្ញុំយើងប្រមានឯងបើឯងហ៊ានបង្កបញ្ហាទៀតទៅផ្ទះវិញយើងនឹងចាត់ការគឺនាងតាស្រីម្នាក់គាត់ដែលបងឲ្យយាយដោះលែងជីវិតនេះហើយរបៀបដែលគ្រួសារចាំធ្វើដាក់កូនស្រីចិញ្ចឹមរបស់ខ្លួនឯងមកនាងសុងនាងមិនអីទេខ្ញុំមិនអីទេស្រីចង្រៃនេះតែមានតំណែងស្អីនឹងតកលីនតាំងពីពេលណាទៅមិននេះពួកយើងពិតជាឃើញច្បាស់ណាស់គឺចាស់ស្អីពិតជារយមែនគិតថាពួកយើងខ្វះភ្នែកពីចាំអារម្មណ៍ថាកូនស្រីគ្រួសារជាងអាក្រក់ហ្នឹងមិនទៀងទេទៅថ្ងៃនេះឲ្យបានឃើញច្បាស់មែនហើយគឺជារឿងយកច្រឡំទេបងប្អូនគេទាំងពីរគ្រាន់តែលោលេងប៉ុណ្ណឹងមែនទេនាងពិតជាដូចខ្លួនឯងមែនអ្នកទាំងអស់គ្នាត្រូវពិបាកហើយព្រះអើយមនុស្សគ្រួសារជាងគ្មានស្អីល្អទេពិតជាហ៊ុននិយាយមែននៅស្ងៀមទៅកុំភ្លេចថាថ្ងៃនេះមកមានគោលបំណងអ្វីធ្វើឲ្យច្បាស់ជាអ៊ីឃើញសណ្ដានអាក្រក់របស់ឯងប៉ាឯងនឹងសម្រាប់ឯងជាមិនខានប៉ុន្តែមិនមន់យើងមានចេតនាធ្វើតែវាយ៉ាងម៉េចឯងបានហើយស្រីប្រកាសក្នុងខ្លួននេះសម្ដែងបានល្អណាស់ប៉ុន្តែដូចជាខ្ញុំមិនចង់បានទេអគ្គនាយកជឿគ្រប់គ្នានៅក្នុងពិធីជប់លៀងនាយកនេះគឺសម្រាប់បច្ចេកទេសជឿអ៊ីដោយច្បាយមិនដែលបង្ហាញមុខសាធារណៈគ្រប់គ្នាឧបស្មារតីថាអ្នកប្រុសជឿអ៊ីគឺជាច្បាយនៅប្រកាសក្នុងបច្ចេកទេសជឿអ៊ីនេះហើយគ្រប់គ្នាស្វែងរកទៅគាត់គួរឲ្យចាប់អារម្មណ៍តាតែថាបទញញអញ្ចឹងត្រូវរកឲ្យឃើញថាតើនរណាគឺជាច្បាយរបស់ជីអ៊ីទៅកុំបារម្ភមិនថាជាអ្នកណាឡើយកូនតែយកទាំងអស់អ្នកមានសិទ្ធិអំណាចក្រុមហ៊ុនបច្ចេកទេស GE មិនដែលបង្ហាញមុខជាសាធារណៈឡើយយើងមិនដឹងថាជាអ្នកណាទេអាចជាអ្នកណាទៀតមានបច្ចេកទេស GE បានគ្រប់គ្រងជីវិតជំនួសភាគច្រើនរបស់គ្រួសារ GE នោះគឺជាកូនប្រុសច្បងនឹងហើយមុខជាគាត់ជាមិនខានទេ GE បើអញ្ចឹងខ្ញុំត្រូវសម្ដែងបានល្អណាស់ចំពោះមុខអ្នកប្រុស GE ជុំនេះឲ្យបានCE មនុស្សទៅតើជា GE ឬក៏ជាហើយទៅគាត់ពាក់វ៉ែនតាហើយគ្មានប្រជ្រើនៅជ្រុងផ្នែកនោះទេនេះគឺជាកូនប្រុសច្បងនៃគ្រួសារ GE ណាម៉ាំងពិតជាស័ក្តិសមជាស្ថាបនិក GE មែន
អ្នកប្រជីមិននឹកថាលោកនៅក្មេងសោះបានសម្រាប់ការងារបែបនេះទៅហើយខុសពីអ្នកប្រជីទី2ដែលមានចិត្តអាក្រក់សាហាវពេកគាត់មិនសមយកមកប្រៀបជាមួយនឹងអ្នកប្រទីអ្នកប្រធំជីមានពេលរីអន់ មានខ្ញុំដែរអ្នកប្រធំក៏ចង់ជជែកគ្នាជាមួយលោកដែរ អ្នកប្រធំជីខ្ញុំឈ្មោះលីនវីអ៊ីនជាភរិយារបស់ចាងចិនជៀនហើយនេះគឺជាកូនស្រីរបស់ខ្ញុំឈ្មោះថាចាងស៊ីអ៊ីសុងស៊ីអ៊ីនមិនថាឯងពូកែប៉ុណ្ណាតែឯងអាចធ្វើអ្វីបានទៅព្រោះល្អឥតខ្ចប់បំផុតនឹងខ្លាចជារបស់យើងសួស្ដីបងជីអ៊ីខ្ញុំគឺសុងស៊ូអ៊ីនឯងកំពុងតែខំលេចក្បាលមកលួចប្រុសរបស់យើងទៀតហើយគឺឯងជាអ្នករស់រឿងដល់ខ្លួនឯងទីចាងស៊ីអ៊ីបើចង់អញ្ចឹងយើងនឹងកំដៅឯងសម្ដែងល្ខោននេះឲ្យល្អមើលចុះមើលចុះមកតែជាបែបហ្នឹងអញ្ចឹងតើឯងមកធ្វើបែបនេះណោះតើឯង ព្រះអើយបងស្រីឈុតមកនេះពីលៀនណាមិនត្រឹមតែថ្លៃទីតែថែមទាំងឌីហ្សាញជាពិសេសសម្រាប់អ្នកប្រធំទៀនវាគឺមានតែមួយគត់នៅក្នុងលងតែឥឡូវត្រូវបានធ្វើឲ្យប្រឡាក់ហើយក៏ចាំមិនទៅសុងស៊ីអ៊ីនយើងចាំមើលថាឯងនៅអ្វីទៀនព្រះអើយកូនស្រីចិញ្ចឹមគ្រួសារជាងបង្ហាញខ្លួនជាលើកដំបូងសង្ឃក៏មានបញ្ហាអញ្ចឹងទៅហើយបើឯងមិនប៉ះទៅប៉ះអ្នកធំទៀន ប៉ះពាល់អារម្មណ៍អ្នកប្រុសជើមិនត្រឹមតែប៉ះពាល់ដល់គ្រួសារជាងទេខ្លាចតែពួកយើងគ្មានឱកាសធ្វើការងារជាមួយគាត់ សំទោខ្ញុំគ្មានបំណងទេចាំខ្ញុំជួយសម្អាតឲ្យលោកស្រីចង្រៃនេះធ្វើពុតស្អីទៀតហើយបងជីអ៊ីបងស្រីខ្ញុំក៏មិនអាចឃើញលោកខាងក្រៅទេបងកុំខាងអីមែនហើយនាងគ្រាន់តែជាកូនចិញ្ចឹមគ្រួសារជាងយើងប៉ុណ្ណោះនាងធ្វើខំក៏ឲ្យនាងធ្វើទៅកុំតែខ្វល់អី anh nó sẽ đại giải tiến nếu mà cầm chọc tiến nè nè Trang bạn hay hai mời chồng hai lưng ngíថ្ងៃនេះអរគុណអ្នកប្រជីហើយអរគុណប៉ាត់មែន ទីតែមើលថាតើខ្ញុំជាអ្នកប្រុសធំឬអ្នកប្រុសទី2ទីតែមើលរឿងចាំមនុស្សខុសនេះមិននឹងអាចកាត់ឡើងជាលើកទី2ទៅបងហើយជាប្រាប់មកតើនេះមកចិត្តខ្ញុំមានបំណងអីទៅខ្ញុំមិនដឹងថាបងកំពុងនិយាយពីអ្វីទេខ្ញុំដឹងពីវិធីរបស់នាងខ្ញុំទឿននាងចុះណានិយាយការពិតមកខ្ញុំពិតជាមិនអាចលាក់បាំងអ្វីពីអ្នកប្រុសទី2បានមែនគឺខ្ញុំចង់បានលិខិតអញ្ជើញទៅការដេញថ្លៃគំនូរល្បីនៅឆឹងណានតើខ្ញុំមើលទៅជាមនុស្សងាយស្រួលនិយាយទេបើនាងចង់ឲ្យខ្ញុំធ្វើអ្វីឲ្យនោះនាងនឹងត្រូវចំណាយថ្លៃដែរនេះគឺជាការថតដំបូងរបស់ខ្ញុំវាមានតម្លៃណាស់សូមអ្នកប្រអស់លិខិតអញ្ជើញមកដេញថ្លៃដល់ផ្ទះខ្ញុំផងកាន់តែចិត្តកាន់តែញ៉ាំជំរុញឲ្យមានការចង់ដឹងគឺកាន់តែចង់ឃើញហើយនោះគឺជាពេលដែលលោកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ខ្ញុំនាងកូនចិញ្ចឹមនិយាយលុយតាក់តងដំណាំច្បាយជើអ៊ីអ្នកប្រុសជើអ៊ីផងអីសុងស៊ូអ៊ីននេះគឺជាលទ្ធផលដែលហ៊ានដំណាំប្រុសរបស់យើងបោះចោលល្បីរដ្ឋាភិបាលរបស់នាងទៅដូច្នេះហើយចូលនាងរៀបចំខ្លួនឲ្យបានត្រឹមត្រូវនិងរៀបការជាមួយនឹងគ្រួសារជើទៅវាមិនអាស្រ័យលើពួកឯងទេអីស្រីថោកទៀមឯងគិតថាអ្នកប្រជាធ្វើល្អដែរឯងបន្តិចឯងភ្លេចថាជាអ្នកណាហើយគេគឺជាអ្នកណាហើយគេពិតជាមិនអាចចាំជួយឯងរហូតនោះទេបងស្រីគិតថាអាចគម្រាមយ៉ាងបានចុះហេតុអីបានជាខ្លាំងម្ល៉េះឯងយើងនៅវាយឲ្យងំស្រីល្ងងអ្នកលោកម្ចាស់គ្រួសារជើបានផ្ញើលិខិតអញ្ជើញឲ្យអ្នកនាងសុងទៅពិធីដេញថ្លៃនៅឯឆឹងណាននៅថ្ងៃស្អែកនេះហើយថាម៉េចអ្វីសុងស៊ូអ៊ីននាងកែកាំងណាស់មែនទេនាងកុំគិតថាទទួលបានលិខិតអញ្ជើញរបស់គ្រួសារជីងនាងក៏មានឱកាសចេញពីគ្រួសារជាងគ្មានការទាំងអស់នេះចាំមើលនាងទៅចូលរួមបាត់ដល់យ៉ាងម៉េច
ជាងស្អីខ្ញុំខំតែគិតថានាងមានសមត្ថភាពប៉ុន្តែតាមពិតនាងមានល្បិចតែប៉ុណ្្នឹងសោះនាងនៅមករឹងទៀនក្នុងអាប៉ារបស់នាងគ្មានលុយសំបីមួយរៀលពេលនេះតើនាងអាចស្លៀកសម្លៀកបំពាក់អ្វីទៅចូលរួមកម្មវិធីទេនៅខាងនោះមានការដេកជាមួយកំភ្លេងបើសិនជានាងមិនខ្លាចខ្មាស់គេទេនឹងនាងក៏អាចពាក់វាទៅចូលរួមបានដែរធ្វើជាថងម្នាក់ទេជីរ៉ាន់នៅថ្ងៃខាងស្អែកមានកម្មវិធីតាមពិព័រណ៍គំនូរមួយខ្ញុំចង់ឲ្យជួយខ្ញុំយកគំនូរនោះជួដាក់លួងនៅទីបំផុតឯងđãចិត្តលោកគំនូររបស់ឯងហើយតែឯងដឹងឬអន់គ្រួសារល្បីៗនៅក្នុងទីក្រុងជាងទាំងមូលម្នាក់ៗរកតែគំនូររបស់ឯងយើងនៅមានរឿងមួយទៀតឯងជួយរៀបចំសម្ភារបំពាក់ឲ្យយើងមួយឈុតផងជាងស្អីយើងនឹងមើលថាតើអ្នកណាទៅជាតួធ្លុកពិតប្រាកដយើងឲ្យឯងមិនស្ដាប់បង្គាប់យើងឲ្យឯងទៅបង្ករឿងឯងនៅនិយាយកុហកទៀតទេយើងនឹងបែកឯងស្លាប់និយាយកុហកអីតើឯងមានអីទេលោកប្រុសទៅត្រូវរបួសហើយតោះទៅឆាប់ទៅរកគ្រូពេទ្យទៅលោកប្រុសតែមានកាយវិចិត្រករអានណាមកចាក់គំនុំមកផ្ទាំងនេះរហូតដល់ពេលនេះនៅមិនតាន់អាចតាក់ទងបានទេបន្តតាមបានទៀតបាទលោកប្រុសបាញ់មិនខ្ញុំទទួលបានដំណឹងថាការដេញថ្លៃនៅថ្ងៃស្អែកបានបន្ថែមគំនុំថ្មីមកផ្ទាំងទៀតគំនុំនោះស្រាលដៃថ្មីបំផុតរបស់លោកម្ចាស់ដែលបំបីសមុខសូនបងជីអ៊ីតាមពិតបងនៅត្រង់នេះសោះខ្ញុំបានតាមរកបងជុំមកហើយថ្ងៃនេះតើបងស្រីរបស់អ្នកនាងម្នាក់នោះគេមិនមកចូលរួមជាមួយទេនាងសម្បីសម្លៀកបំពាក់សំរុំមួយឈុតក៏គ្មានផងមិននឹងហ៊ានមកទេដាំឡើយពួកយើងបានចេញមករួមគ្នាទៅហើយតែពេលដាក់ដល់មកទ្វារគាត់ថាអាកាសធាតុក្តៅពេកគាត់ក៏លេងចង់មកតើពិតទេនឹកស្មានមកថាកូនចិញ្ចឹមម្នាក់នេះក៏ឲ្យកតុំយ៉ាងនេះសោះអ្នកសងមើលទៅស្លូតបុតគាត់ត្រង់យ៉ាងនេះតែមិននឹកស្មានថាធៀបពិតរបស់នេះក៏កតុំយ៉ាងនេះសោះមិននឹងហើយតាំងតែពីតូចនាងត្រូវបានតម្រូវរហូតនាងតែទម្លាក់កំហុសមកលើខ្ញុំធ្វើឲ្យប៉ាម៉ាក់ចេះស្ដាប់បន្ទុកខ្ញុំរហូតអញ្ចឹងតែបានជាគ្រូសាចាំមិនសូវនាំនាងចូលរួមកម្មវិធីអីសោះខ្ញុំគិតថាគ្រូសាចាំតាំងរងចំពោះកូនចិញ្ចឹមតែឥឡូវមើលទៅកូនចិញ្ចឹមម្នាក់នោះមិនស្គាល់ខ្ពស់ទាបរយៈជ្រៅនាងមិនទៅមកអាចយ៉ាងនេះទៅហើយថ្ងៃក្រោយក្នុងកម្មវិធីបែបនេះពួកយើងមិនបាញ់ចេញនាងមកទៀតទេតែអ្នកណានិយាយថាខ្ញុំមិនចូលរួមទេមិននឹកស្មានថាកូនចិញ្ចឹមគ្រួសារជាងមានភាពស្រស់ស្អាតនិងទន់ភ្លន់យ៉ាងនេះមិននឹងអាចទេនាងថ្ងៃនេះពេលដើរទៅមកទ្វារទៅដឹងថាបងស្រីមិនបានជាបាក់ឡានចេញពីផ្ទះទៅទាំងអស់អញ្ចឹងដាំឡើយខំតែគិតថាកូនចិញ្ចឹមគ្រួសារជាងគ្មានការអប់រំតែពេលនេះមើលទៅគ្រួសារជាងធ្វើបាបកូនចិញ្ចឹមទីគ្រួសារជាងតែងតែមិនចេះខ្មាស់អ៊ីនៅក្នុងពិភពចំនួនមើលទៅខ្លាចថាកូនស្រីបង្កើតរបស់គេមិនមែនជាមនុស្សល្អទេមើលទៅនោះតាមពិតទៅគឺបែបនេះហើយតាមពិតគឺអញ្ចឹងសោះមិនបានជាអាក្រក់យ៉ាងនេះយើងបានបំផ្លាញសម្ភារបំពាក់នាងអស់ហើយតែមិនបានជានាងអាចតុបតែងគ្រួសារស្អាតយ៉ាងនេះមកបង្ហាញមុខនៅទីនេះធ្វើឲ្យខ្ញុំខ្មាស់គេទៀនសុំស៊ូអ៊ីងនាងចាំទុំស៊ូអ៊ីងថ្ងៃនេះនាងពិតជាស្រស់ស្អាតណាស់តើខ្ញុំមានកិត្តិយសអញ្ជើញនាងធ្វើជាដៃគូរំរបស់ខ្ញុំបានទេវាគឺជាកិត្តិយសនាងសូមស្វាគមន៍ភ្ញៀវកិត្តិយសគ្រប់រូបដែលបានអញ្ជើញមកចូលរួមដេញថ្លៃនៅថ្ងៃនេះចាំតិចលោកប្រជិកមិនទាន់មកដល់ទេការដេញថ្លៃមិនទាន់ចាប់ផ្ដើមទេខ្ញុំបានឮមកថាបងប្អូនប្រុសទាំងពីរនៃគ្រួសារជីមិនត្រូវគ្នាទេតែថ្ងៃនេះបែរជានាំគ្នាមកចូលរួមកម្មវិធីដេញថ្លៃពិតជារឿងមិនធ្លាប់មានសោះឬក៏លោកប្រុសជីទី2មកគឺដើម្បីតែកំណត់របស់អាណាមកផ្ទាំងនោះអាយ៉ាមិនក៏ឲ្យមកទីនេះអញ្ចឹងសងស៊ូអ៊ីងខ្ញុំជាអ្នកអញ្ជើញនាងមកចូលរួមក្នុងការដេញថ្លៃថ្ងៃនេះនាងនឹងអង្គុយក្បែរអ្នកដទៃដូចជាមិនស័ក្តិសមទេដែរប៉ុន្តែពេលនេះខ្ញុំគឺជាដៃគូរបស់ជីអ៊ីទៅហើយខ្ញុំតែអង្គុយក្បែរលោកក៏ដូចជាមិនស័ក្តិសមដែរបងជីអ៊ីពួកយើងអាចវិឆាត់ទៅបានតើពេលក្រោយពួកយើងជាការលេងជាមួយគ្នាទៅខ្ញុំឮថាកាលពីមុនសងស៊ូអ៊ីបានច្រឡំហឹកយាថាជាជីអ៊ីមើលទៅនេះប្រហែលជាមកទីនេះដើម្បីជីអ៊ីពិតប្រាកដហើយស៊ូអ៊ីពួកយើងទាំងពីរអែតគ្នាដែរតើបានជីហេយាតើនាងត្រូវការអែតគេដែរទេហ្នឹងមិនអីទេបងប្អូនពួកគេទាំងពីរខ្ញុំអែតទៅតាមម្នាក់គឺបានហើយមានការអីខ្ញុំនឹងត្រូវបងជីអ៊ីបានការញញឹមមនុស្សដែលមានទម្លាប់ចូលចិត្តការសរសើរនៅពេលដែលគេជួបនឹងការបរាជ័យវានឹងធ្វើឲ្យគេកាន់តែមានចំណាប់អារម្មណ៍និងចង់ឃើញកាន់តែខ្លាំងជីហេយាជំហានមួយនេះគេហៅថាការឈ្នះចិត្តគឺជារឿងដ៏សំខាន់តាមដែលអ្នកគ្រប់គ្នាបានដឹងគំនូរនៅក្នុងថ្ងៃនេះមានគំនូរមួយផ្ទាំងគឺមកពីស្នាដៃវិចិត្រករអាណាបានធ្វើឲ្យពិភពគំនូរមានការភ្ញាក់ផ្អើលពិតជាមានគំនូររបស់អាណាប៉ុណ្ណេះគំនូររបស់វិចិត្រករអាណាមាននៅក្នុងទីផ្សារគ្មានតម្លៃកំណត់មានអ្នកជំនាញកំពូលជាច្រើនក្នុងវិស័យនេះមិនថាតម្លៃប្រមាណទេគេក៏ចង់ដេញយកដែរព្រោះថានៅពេលដែលពួកគេលក់ចេញច្បាស់ជាចំណេញញើកិត្តិយសគ្រប់រូបកុំតន់បញ្ញាប់អីនាំគ្នាយកគំនូរស្នាដៃវិចិត្រករអាណាឡើងមកនីងអ្នកគ្រប់គ្នាច្បាស់នៃការដេញថ្លៃនៅថ្ងៃនេះគឺមនុស្សរត់ដងទេអ្នករាល់គ្នាត្រូវតែគោរពច្បាប់វិន័យបានតឹងរឹងណា
គំនូទាំង8ផ្ទាំងនេះមិនថាពណ៌រចនាប័ទ្មនិងស្នាមជួរគឺមនុស្សគ្នាតតែសោះឬក៏ទាំងអស់នេះជាស្នាដៃរបស់អាណាទាំងអង្គ ច្បាប់នៃការដេញថ្លៃថ្ងៃនេះវិចិត្រករអាណាគឺកំណត់ដោយផ្ទាល់គំនូទាំង3ផ្ទាំងនេះមានមួយផ្ទាំងប៉ុណ្ណោះដែលជាស្នាដៃរបស់អាណាគឺតម្លៃមួយផ្ទាំងគឺ10លានមនុស្សម្នាក់អាចដេញបានតែមួយផ្ទាំងទេអាយ៉ាមិនក៏ថ្លៃម្ល៉េះនោះត្រូវហើយថ្លៃយ៉ាងនេះផង បើមានតែមួយផ្ទាំងដែលជាស្នាដៃរបស់វិចិត្រករអាណាតម្លៃចាប់ផ្ដើមគឺ10លានទៅហើយបើសិនជាដេញខុងអញ្ចឹងមិនត្រូវខាត់ច្រើនណាស់ទៅហើយទេ ខ្ញុំមើលទៅគំនូនៃជីវិតថ្មីនេះមិនថាជាស្នាមឬក៏រចនាប័ទ្មទេសូម្បីតែពណ៌សាមញ្ញដែរពិតជាស្តៀងទៅនឹងគំនូបំបែកសម្បុកសូត្ររបស់វិចិត្រករអាណាខ្ញុំដេញថ្លៃគំនូលេខ4គំនូលេខ4ទី4សម្រាប់លោកលីនដេញថ្លៃតម្លៃចាប់ពី10លានឡើងទៅសូមអញ្ជើញសួយតែនេះគាត់ថាគំនូមួយផ្ទាំងណាគឺវាពិតប្រាកដនោះ ខ្ញុំគិតថាគឺមួយផ្ទាំងនឹងគំនូលេខរៀងទី8គំនូមួយផ្ទាំងនេះច្បាស់ណាស់ថាចាប់ពីរចនាប័ទ្មនិងការប្រើពណ៌គឺខុសគ្នាទាំងស្រុងពីគំនូបំបែកសម្បុកសូត្ររបស់វិចិត្រករអាណា កូនចិញ្ចឹមពិតជាកូនចិញ្ចឹមមែនមិនថាចំណេះដឹងឬអេរយាប័តទេគេមិនអាចប្រៀបនឹងកូនស្រីបង្កើតរបស់គាត់បានឡើយលេខ8 10លាននេះចូលចិត្តខ្ញុំបញ្ជូននាងលោកប្រុសជីកដាក់ដេញថ្លៃលេខ8ជ្រៅជ្រៅតម្លៃគឺ10លាន ស្នាដៃលេខរៀងទី8ច្បាស់ណាស់ថាខុសទាំងស្រុងពីវិចិត្រករអាណាជាពិសេសនោះគឺការប្រើពណ៌វិចិត្រករអាណាកាលពីមុនគឺសាមញ្ញនឹងច្បាស់ប៉ុន្តែគំនូមួយផ្ទាំងនេះប្រើពណ៌ចម្រុះនេះសូម្បីតែចំណេះដឹងមូលដ្ឋានប៉ុណ្ណឹងក៏មិនដឹងដែរនេះបញ្ជាក់ច្បាស់ណាស់នាងចង់ឲ្យលោកប្រុសជីកចំណាយលុយអត់ប្រយោជន៍នេះគឺលុយ10លានណាការប្រើពណ៌ទាំងអស់នេះសុទ្ធតែជាការវាតម្លៃពីសម្បកក្រៅតែប៉ុណ្ណឹងប៉ុន្តែវិចិត្រករដែលមានបទពិសោធន៍រាប់ឆ្នាំគេស្ទាត់ជំនាញអស់ទៅហើយចំណុចដែលអាចវាតម្លៃបានពិតប្រាកដគឺនៅក្នុងគំនិតរបស់ពួកគេចង់បង្ហាញតាមស្នាដៃរបស់ពួកគេគំនូនេះទោះបីជាមានការប្រើពណ៌និងរចនាប័ទ្មខុសពីគំនូបំបែកសម្បុកសូត្រទាំងស្រុងក៏ដោយប៉ុន្តែអត្ថន័យស្នូលរបស់វាគឺសុទ្ធតែសម្បុកសូត្រខ្លះជាមេអំបែងបងអូនស្រីបងមើលទៅអ្នកដែលត្រូវការរៀនបន្ថែមនោះគឺជាអញទៀតព្រៃពិតជាគួរឲ្យសំណើចតែជាអត្ថន័យស្នូលអ្វីទៅខ្លួនឯងមិនចេះទេប៉ុន្តែនិយាយធ្វើដោយខ្លួនឯងដឹងណាស់អញ្ចឹង ខ្ញុំមានអារម្មណ៍ថាពួកគេនិយាយពិតជាសមហេតុផលណា ជាអត្ថន័យស្នូលស្អីទៅវាពិតជាអរូបីពេកហើយគ្រាន់តែផ្អែកលើការវិនិច្ឆ័យប៉ុណ្ណឹងក៏ដាក់ដេញថ្លៃ10លានវាដូចជាបថុយប្រឋានពេកហើយ លេខ8 100លាន 100លានអ្នកមករើខុងច្បាស់ជាត្រូវខាត់ច្រើនជាមិនខាន អាយេតាំងពីទៅដល់ធំរបស់គ្រប់បែបយ៉ាងដែលឯងចង់ដណ្ដើមពីយើងទៅទាំងអស់ប៉ុន្តែនេះគឺ10លានណាស្ដាប់បង្កប់ជប់លេខសាច់ទៅខ្ញុំដេញយកគំនូមកទាំងនេះគឺដោយសារតែខ្ញុំចូលចិត្តវាគ្មានតែតឲ្យរបស់ទេនៅមានទៀតរឿងលុយបងមិនចាំបាច់ត្រូវបារម្ភនោះទេ បងស្រីបងមករឿងល្អដែលបងធ្វើទៅពេលនេះបងបានធ្វើឲ្យលោកប្រុសទាំងពីរខាត់អស់100លានធ្វើឲ្យប៉ះពាល់ដល់គ្រួសារជីងចាំមើលប៉ានឹងប្រដៅបងដល់របៀបនេះប៉ាប្រដៅបងយ៉ាងម៉េចក៏ឯងមិនចាំបាច់មកខ្វល់ដែរនាង បន្តមកនេះសូមកលេចមើលគំនូទី3គំនូទី5គំនូទី7គំនូ8ផ្ទាំងនេះដាក់ទៅអស់ហើយតមកទៀតខ្ញុំនឹងប្រកាសពីស្នាដៃវិចិត្រករអាណាគឺគំនូនៅលេខរៀងទី8ជ្រោះជ្រៅមិនចឹងហ៎ ពិតជាផ្ទាំងគំនូលេខ8ប៉ុណ្ណេះស្អីគេស្រីថោកទៀតនេះពិតជាទីត្រូវមែន ស៊ូអ៊ីនស្មានមកដល់ថានេះបកកាយប៉ុណ្ណឹងគំនូដល់ថ្នាក់នេះណោះ វាគ្រាន់តែជាការចែកដល់ប៉ុណ្ណឹងស្រីចង្រៃនេះណាស់មនុស្សប្រុសជាមួយយើងទៀតហើយយើងត្រូវតែបំផ្លាញនឹងឲ្យបាញ់ ថ្ងៃនេះតើអាណានៅទីនេះដែរទេខ្ញុំទៅសួរសិនបើវិចិត្រករអាណាខ្ញុំនឹងចេញគាត់ឲ្យយកគំនូនោះមកជួយលោកតែម្ដងបានមិនមកជានេះអញ្ចឹង មុននេះខ្ញុំដាក់កាត់ទីនេះក៏ឃើញផ្ទាំងគំនូនៅមាត់ទ្វារក៏កាន់វាចូលតែម្ដងទេលោកប្រុសជីទី2លោកខិតខំយ៉ាងនេះគឺដើម្បីឲ្យបានគំនូមួយផ្ទាំងនេះឬក៏ពេលចាំអារម្មណ៍ដែលគេនិយាយតៗគ្នាវាគឺជាការប៉ិនលោកប្រុសជីធំចង់បានអ្វីលោកប្រុសជីទី2ក៏ចង់បាននោះ ដូច្នេះនាងចូលចិត្តជែកអ៊ីដោយសារតែគិតថាខ្ញុំនឹងដណ្ដើមរបស់ជាមួយនឹងគេហើយនាងព្រោះតែដើម្បីតាក់ទាញចំណាប់អារម្មណ៍ខ្ញុំ តម្លៃនៃលិខិតអញ្ជើញខ្ញុំបានសល់លុយហើយតែខ្ញុំមិនចាំពាក់អ្វីលោកទៀតទេប្រសិនបើលោកប្រុសជីទី2នៅចង់បានអ្វីទៀតពីលើខ្លួនខ្ញុំនោះលោកត្រូវតែបង្ហាញភាពស្មោះត្រង់ កន្លែងដាក់ដេញថ្លៃបានរៀបចំអាហារសម្រន់សម្រាប់អ្នករាល់គ្នាសង្ឃឹមថាគ្រប់គ្នានឹងចូលចិត្ត បងស្រីថ្ងៃនេះខ្ញុំមិនយកការបានស្ដីបន្ទោសឲ្យបងខុសខ្ញុំសង្ឃឹមថាបងផឹកស្រាមួយកាយនេះរួញបងនឹងអភ័យទោសឲ្យខ្ញុំសត្វតែជាគ្រួសារតែមួយតែអាចមានគំនុំឆ្លងយកមកពីណាទេបងចិត្តអ៊ីបងថាតែមើលត្រូវទេ គ្រាន់តែគិតក៏ដឹងថាស៊ូអ៊ីគឺជានារីម្នាក់ដែលមានចំណេះដឹងទូលំទូលាយនាងប្រកាសជាមិនចេះចង់គំនុំជាមួយបងប្អូនឯងទេមកជួកែមួយ សុងស៊ូអ៊ីចាំពេលដែលបងចិត្តអ៊ីឃើញនាងតែដេកជាមួយនឹងប្រុសដតេងនាងនឹងលែងមានឱកាសក្នុងការបង្វែរខ្លួនបានទៀតឡើយចាងស៊ូអ៊ីបើនាងចង់លេងយើងនឹងកំដរនាងលេងខ្ញុំផឹកស្រាពិតជាអន់ណាស់សុំទៅផងបងចិត្តអ៊ីខ្ញុំសុំចេញទៅបន្ទប់ទឹកមួយផ្លែន បានអ្នកនាងចាំខ្ញុំគ្រាអ្នកនាងឡើងទៅសម្រាប់ចុះ លោកប្រជាទី2នេះគឺជាស្នាមថតដំបងរបស់ខ្ញុំវាមានតម្លៃណាស់ប្រសិនបើលោកប្រជាទី2នៅចង់បានអ្វីទៀតពីលើខ្លួនរបស់ខ្ញុំលោកត្រូវតែបង្ហាញភាពស្មោះត្រង់ចេញមកខ្លាំង
តើខ្ញុំគិតពីស្រីម្នាក់នឹងធ្វើអី មានរឿងហើយមកស្រីខ្ញុំកូនមិននេះនិយាយថាតើបន្ទប់តឹងតែងខ្ញុំមិនបានឃើញនាងនៅបន្ទប់ទឹកទីខ្ញុំបានលើដល់បម្រើសេវាកម្មនិយាយថាគេជាមួយនឹងបរិសម្នាក់បាននាំគ្នាឡើងទៅបន្ទប់ចុងខាងលើទៅហើយ ដូចជាមនុស្សបែបហ្នឹងទេ តាមពិតទៅជីវិតឯកជនរបស់បងស្រីខ្ញុំកាលពីមុនមិនសូវប្រុងប្រយ័ត្នទេមែនហើយនៅលើដៃរបស់នាងមាននាឡិកាមួយវាអាចតាមដានទីតាំងរបស់នាង24ម៉ោងគ្រួសារខ្ញុំដើម្បីការពារនាងមិនស្ដាប់បង្គាប់ដូចកាលពីមុនក៏ពាក់ឲ្យនាងជាពិសេសនៅមានទៀនមិននេះលោកបានសួរខ្ញុំថាតើវាជាអ្វីនេះគឺជាខ្នាតដៃរបស់ខ្ញុំ ដូច្នេះគ្រួសារជាងតែតែឃុំនាងមករហូតតើកំណត់ទីតាំងនាងណៃណាពួកយើងនៅក្នុង បានខ្ញុំនឹងនាំទាំងអស់គ្នាតែឥឡូវនេះគេដែលទីនេះ លោកប្រតិពីនេះគឺសារបន្ទុំ ភ្នាក់កិត្តិយសគ្រប់រូបនឹងបានឃើញពីភាពមិនសមរម្យរបស់នាងហើយបងជីអ៊ីក៏ច្បាស់ជាស្អប់ខ្ពើមនាងជាមិនខានយើងចាំមើលថាតើនាងនឹងដោះស្រាយយ៉ាងម៉េចមិនក៏ទៅជាអញ្ចឹងតើសងសុយនាងណែណាទេបងស្រីអញកំពុងតាមរបស់មែនទេមិនបានជានាងមិនអីអញ្ចឹងចាស់ស្ដាយយើងឃើញនាងយ៉ាងម៉េចឯងដូចជាសង្ឃឹមថាមនុស្សដែលឯងឃើញនៅលើក្រែនោះគឺជាបងស្រីបងកំពុងនិយាយអីនឹងខ្ញុំប្រកាសជាកំពុងបារម្ភពីបងហើយបើឬអន់បងកំពុងតែនិយាយប្តេជ្ញាអញ្ចឹងឯងមនុស្សទេតែគេគឺជាអ្នកនេះខ្ញុំមិននឹងអាចស្គាល់គ្នាជាមួយនឹងអ្នកបម្រើម្នាក់ទេបងស្រីមើលច្បាប់បន្តិចទៅមើលតើឯងពិតជាស្គាល់ឬមិនស្គាល់ ណែមិនថ្ងៃនោះមិនបានជានេះគ្មានរឿង ចាស់ស្អីជាអ្នកឯងដាក់ឆ្នាំជាមែនទេ មិនដឹងថានេះកំពុងនិយាយស្អីទេ គួរឲ្យស្ដាយស្រានោះត្រូវបានជីអ៊ីផាត់បាត់ទៅហើយគេជាលោកប្រុសធំគ្រួសារជីងចាស់ស្អីនាងគ្មានសមត្ថភាពការពារអញទេ អញ្ចឹងខ្ញុំគួរធ្វើយ៉ាងម៉េចទៅ ឲ្យទូរស័ព្ទឯងមកយើងតមកទៀនឯងត្រូវស្ដាប់តាមយើង គឺនាងជាអ្នកបញ្ជាខ្ញុំដាក់ក្នុងកាយសារមកកែនោះដើមឡើយគឺជារបស់អ្នកនាងជាងចង់យកអាអ្នកនាងសងផឹកទេប៉ុន្តែមិនដឹងទេហេតុអីធ្លាក់ទៅលោកវិញអ្នកប្រធមវាមិនពាក់ព័ន្ធខ្ញុំទេមិនស្មានថាគ្រួសារជាងបែរជាហ៊ានធ្វើរឿងបែបនេះដាក់កូនចិញ្ចឹមទៅវិញមិនមែនទេខ្ញុំមិនបានធ្វើទេ អ្នកនាងជាងចិត្តគំនិតរបស់អ្នកនាងប្រជាពលពលណាសាហាវខ្លាំងណាស់ បងជីអ៊ីមិនមែនបែបនេះទេគឺនឹងស៊ូអ៊ីងជាប៉ាពួកតែមួយពួកគេមានចេតនាធ្វើបាបខ្ញុំសងស៊ូអ៊ីងរូបភាពកាមេរ៉ាសុវត្ថិភាពយើងលុបចោលអត់ទៅហើយនេះគ្មានផតាំងទេតែនឹងអាចធ្វើឲ្យយើងបានបងជីអ៊ីតើបើឬអន់ខ្ញុំពិតជាបានយកច្រឡំនឹងបងស្រីពិតមែននោះ គេបែរមកទៅហើយនេះនៅមកនិយាយចំនួនគេទៀត ខ្ញុំគ្រាន់តែគិតថាបងស្រីនេះមិនអាចធ្វើបាបខ្ញុំដល់ថ្នាក់នេះទេជាងស៊ូអ៊ីទោះបីថ្ងៃនេះមានសំណាងរួចផុតពីការដាក់ទរណកម្មប៉ុន្តែការចងចាំនាងក្នុងចិត្តរបស់ជីអ៊ីត្រូវបានរលាយអស់ហើយ ស៊ូអ៊ីងនាងចេះល្អពេកហើយសងស៊ូអ៊ីងនេះក៏ជាល្បិចដែលនាងចូលចិត្តអ៊ីជីដែរតាត្រូវទេនាំមនុស្សមកជួនអ្នកនាងត្រឡប់ទៅវិញទៅហើយសម្រាប់បានល្អ លោកប្រធមលោកត្រូវតែជឿជាក់លើខ្ញុំពិតជាមិនបានធ្វើមែនវាជាការប៉ិន ស៊ូអ៊ីងឥឡូវនេះក៏យកដែរបើមិនអញ្ចឹងចាំខ្ញុំជួយនាងត្រឡប់ទៅផ្ទះវិញ អញ្ចឹងខ្ញុំសូមរំខានបងជីអ៊ីហើយ មិនរំខានទេចាំតែសិនខ្ញុំជាអ្នកជួយនាងត្រឡប់ទៅវិញសងស៊ូអ៊ីងខ្ញុំនឹងឃើញអ្នកណាជួយនាងត្រឡប់ទៅវិញនាងរើសទៅ ខ្ញុំ គិតឲ្យច្បាស់ចាំនិយាយចេញមក បងជីអ៊ីបងតាប់តាពិសាស្រារួញស្មារតីបងប្រហែលជាមិនសូវស្រួលទេបងគួរតែប្រញាប់ទៅសម្រាប់ទេ ត្រូវ បាទអញ្ចឹងសូមរំខានដល់លោកប្រទី2ហើយ អាយហេតុអីបានចែងតែងតែដណ្ដើមជាមួយយើងរហូតអញ្ចឹងធ្វើបែបហ្នឹងដូចជាមិនល្អទេចុះហេតុអីបងមិនសុខខ្លួនឯងហេតុអីតាំងពីតូចដល់ធំបងតែងតែទម្លាក់កំហុសគ្រប់បែបយ៉ាងលើក្បាលរបស់ខ្ញុំតែធន់ដល់ណាទៀតដើរទៅ អរគុណហើយបងហើយយាយដែលបានជួយខ្ញុំត្រឡប់មកវិញ សាររបស់ជីអ៊ីមកកែនោះមានចំណាប់រោមែនទេ វាជាការប៉ិនគ្មានអ្វីអាចលាក់បាំងពីភ្នែករបស់លោកប្រទី2ឡើយតើលោកប្រទី2គិតថាស្រាមួយកាយនេះខ្ញុំជាអ្នកផឹកវាល្អជាងឬក៏បងជីអ៊ីជាអ្នកផឹកវាល្អជាង សងស៊ូអ៊ីងខ្ញុំមិនចិត្តអ៊ីទេ ខ្ញុំយកកាបូបខ្ញុំប៉ុណ្ណឹងលោកប្រទី2គិតអ្វីហ្នឹង នាងមិនចង់លបងជាមួយខ្ញុំទេមិនចឹងទេនិយាយត្រង់តិចទៅ
ហើយត្រឡប់ទៅវិញប្រយ័ត្នប្រយែងផងក្រែមគឺជារបស់មួយឯកជនណាស់សងស៊ូអ៊ីននាងដឹងតាំងពីយូរមកហើយថាយើងចាំដាក់ឆ្នាំនាងធ្វើយ៉ាងម៉េចមែនទេខ្ញុំនៅមិនតរកខុសត្រូវពីនាងវិញផងនេះហៅថាអាម៉េបើនាងខ្លាំងនាងអាចសាកល្បងម្ដងទៀតបានយើងនឹងធ្វើឲ្យនាងកាន់តែអាម៉េនាងស្រីល្ងងសងស៊ូអ៊ីនរឿងដែលឯងធ្វើនៅថ្ងៃនេះពួកយើងអាចអត់ទោសឲ្យបានតែនៅខែក្រោយពិធីមង្គលការនឹងគ្រូសាចៅប្រសិនបើឯងមិនទៅចូលរួមខ្ញុំនឹងទៅចូលរួមប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយមុនពេលរៀបចំពិធីខ្ញុំត្រូវតែចេញពីផ្ទះនេះខ្ញុំមានខ្សែដៃមួយនេះមិនអាចរត់គេចពីពួកអ្នកបានឡើយបានយ៉ាងណាវានៅតែប្រហែលថ្ងៃទៀតប៉ុណ្ណោះយើងជឿថាឯងក៏មិនអាចធ្វើអ្វីបានដែរត្រឹមតែប្រហែលថ្ងៃនេះតែនាងអាចធ្វើអ្វីបានធ្វើបានច្រើនណាស់គ្រូសាចៅប្រុសមកឯងរត់នៅខាងក្រៅម្នាក់ឯងក៏ត្រូវដែរមាននាឡិកាមួយនេះឯងមិនអាចរត់បានទេ